ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពខ្លះៗនៃថ្ងៃបុណ្យអុំទូកអំបុកសំពះព្រះខែដែលជាបុណ្យប្រពៃណីជាតិខ្មែរយើងថ្ងៃដំបូងជាថ្ងៃដែលបានជួបជុំបងប្អូនកូនក្មួយផងដែរទាំងអ្នកស្រែទាំងអ្នកក្រុងអីមកជួបជុំគ្នាអស់ហើយបាទសម្រាប់គ្រួសារអ្នកខ្លះគេជួបជុំបងប្អូនចឹងទៅគេបបួលគ្នាទៅមើលកម្មវិធីអុំទូកនៅទីក្រុងអីចឹងណាតែសម្រាប់ក្រុមញាតិខ្ញុំនេះអត់ទេបាទមានតែនាំគ្នាហ្នឹងមកមើលទេសភាពស្រុកស្រែមកគយគន់ទេសភាពស្រុកស្រែលើកនេះបងប្អូនប្រមូលគ្នាមកចង់អស់ហើយក្រុមញាតិសន្តានទាំងអាតូចអាតាចអីហ្នឹងគឺមកគ្មានសល់ទេហើយមកហ្នឹងគឺពេលល្ងាចដែរម៉ោង5ម៉ោងចុង6ថ្ងៃរៀបលិចបងប្អូនបាទបើយើងមកពេលថ្ងៃវាក្តៅហើយទេសភាពក៏អត់ស្អាតដែរគោលបំណងធំហ្នឹងមិនមែនត្រឹមតែមកកំសាន្តគយគន់ទេសភាពតែម្យ៉ាងទេគឺថាមកដើម្បីផ្ដិតយកនៅសកម្មភាពនៅព្រះអាទិត្យរៀបលិចព្រោះអីនៅពេលដែលព្រះអាទិត្យរៀបលិចហ្នឹងទេសភាពគឺស្រស់ស្អាតមែនទែនណាបងប្អូននេះខ្ញុំថតវីដេអូឲ្យឃើញប៉ុណ្ណឹងតែបើយើងថតជាសន្លឹកវិញយើងឃើញពន្លឺនៃព្រះអាទិត្យហ្នឹងចែងចាំងក្រហមឆ្អិនឆ្អៅដូចមានអញ្ចឹងបងប្អូនបាទឥឡូវយើងមកក្រឡេកមើលសកម្មភាពរបស់ពួកគាត់វិញឃើញថាពួកគាត់ហាក់បីដូចជាមានសេចក្តីរំភើបរីករាយបាទធ្វើដូចមិនដែលបានឃើញស្រែអញ្ចឹងតាមពិតនឹងសុទ្ធតែអ្នកស្រែទេនិយាយអញ្ចឹងក៏មិនគាត់លឺតែលោកពួកគាត់អន់ចិត្តបាទអ្នកក្រុងមានតែបងថ្លៃខ្ញុំមួយទេតាមពិតគាត់ក៏អ្នកស្រែដែរទេប៉ុន្តែគាត់ទៅនៅក្រុងយូរគាត់មកលេងនៅស្រុកស្រែគាត់សប្បាយរីករាយពេញចិត្តនឹងទេសភាពស្រុកស្រែហ្នឹងវាអត់មានអីចម្លែកទេដោយសារគាត់នៅក្រុងគាត់មិនសូវបានឃើញទេសភាពស្រុកស្រែញឹកញយទេប៉ុន្តែក្រៅពីនោះវិញសុទ្ធតែអ្នកស្រែទេប៉ុន្តែពេលដែលមកអង្គុយគុណទេសភាពស្រុកស្រែធ្វើឯងណាដូចមិនដែលបានឃើញស្រែអញ្ចឹងណាខ្ញុំនិយាយអញ្ចឹងកុំឲ្យលឺដល់គាត់តែលោកគាត់អន់ចិត្តនិយាយលេងទេបងប្អូនពួកខ្ញុំធ្វើតែបិទថានៅស្រែរាល់ថ្ងៃមែនក៏ប៉ុន្តែអត់ស៊ាំជាមួយនឹងទេសភាពស្រុកស្រែទេបាទចង់និយាយថាភាពសប្បាយរីករាយទាំងអស់ហ្នឹងក៏វាកើតចេញពីភាពសាមគ្គីស្រឡាញ់គ្នារវាងបងប្អូនកូនក្មួយដែរប្រសិនណាបើបងប្អូនកូនក្មួយទាំងអស់មិនមានការស្រឡាញ់ឬក៏សាមគ្គីគ្នាទេភាពសប្បាយរីករាយនៅក្នុងគ្រួសារហ្នឹងក៏វាអត់សប្បាយដែរបាទទោះបីជាមានទ្រព្យសម្បត្តិធនធានបាទលើសលប់ប៉ុណ្ណាក៏ដោយក៏សេចក្តីសុខរវាងបងប្អូនក្រុមគ្រួសារអីហ្នឹងมันមានក្តីសុខទេពីព្រោះសេចក្តីសុខពិតប្រាកដហ្នឹងវាមិនអាស្រ័យទៅលើទ្រព្យសម្បត្តិឬក៏ធនធានអីទេទ្រព្យសម្បត្តិធនធានវាជារឿងមួយផ្សេងទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺទឹកចិត្តរវាងបងប្អូនកូនក្មួយហ្នឹងចេះឲ្យតម្លៃគ្នាចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាអញ្ចឹងណាទើបធ្វើឲ្យភាពរីករាយហ្នឹងវាកើតមានឡើងទោះបីជាយើងទៅនៅកន្លែងណាក៏អាចបង្កើតភាពរីករាយបានដែរមិនចាំបាច់ថាទាល់តែទៅទីក្រុងទាល់តែទៅលេងបរទេសស្រុកគេទើបធ្វើឲ្យជីវិតនឹងរស់រាយស្រស់ស្រាយសប្បាយគឺថាអត់ទេនៅស្រុកស្រែក៏អាចយើងបង្កើតភាពរីករាយបានដែរឲ្យតែយើងមានការសាមគ្គីគ្នារវាងបងប្អូនកូនក្មួយឲ្យបានល្អទៅភាពរីករាយវាក៏កើតមានផ្ទុយទៅវិញសម្រាប់ខ្ញុំណាបងប្អូនបើថាទោះបីជាមានទ្រព្យសម្បត្តិស្ដុកស្ដំហូរហៀប៉ុណ្ណាក៏ដោយបើសិនមិនមានសាមគ្គីភាពរវាងបងប្អូនកូនក្មួយទេនោះក៏វាមិនអាចធ្វើឲ្យខ្ញុំមានសេចក្តីសប្បាយរីករាយដែរដោយដែលបងប្អូនបានឃើញស្រាប់ចឹងវីដេអូរបស់ខ្ញុំចេញមុនហ្នឹងគឺថាខ្ញុំទៅណាមិនអត់ទេបងប្អូនកូនក្មួយគឺថាតោងរហូតបាទដោយសារអីដោយសារតែពួកគាត់ស្រឡាញ់ចូលចិត្តយើងអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេរាល់ការអត្ថាធិប្បាយលើសលួសខ្វះខាតត្រង់ចំណុចណាសូមអព្យាស្រ័យសូមអរគុណសូមគោរពលា